រឿងម្ចាស់ច្នៃបេះដូងក្រោយរឿងមនីចេញទៅនាងជីគាត់ឡាយខ្លួនឯងអីចឹងអត់មានអ្នកមើលមានអ្នកអីចឹងឆ្លោះមួយ fan ឆ្លោះមួយអីចឹងលោកវិតខកចិត្តមែនទែនពេលក្រោយម៉ាលីចេញទៅសារនាងជីគាត់ជួលម៉ែម៉ាលីណាក្រោយមកគាត់រៀបអីវ៉ាន់ចាក់ចេញពីផ្ទះហ្នឹងខ្លាចនៃដាំទាលុយគាត់ហ្នឹងក្រោយមកគាត់មកជួលផ្ទះនៅជនបទមកកន្លែងទៀតកុំឲ្យនាយដាំរកគាត់ឃើញដោយសារម៉ែគាត់គាត់ថាគេចមកកុំឲ្យនាយដាំរកឃើញណាក្រោយមកនាយដាំគាត់ឆ្ងាតគាត់ចង់ទៅទាលុយម៉ែម៉ាលីណាអត់ទៅអត់ឃើញដោយសារគាត់ជួលផ្ទះនៅថ្មីនៅស្រុកឆ្ងាយពីភូមិហ្នឹងតិចទៀតណាដៃគូដៃកង់គាត់ហៅលេងមកគាត់ជួលផ្ទះនៅនឹងហើយគាត់លក់ជួយលក់ពូតកូនគាត់ណាហើយមកនាងមនីនិយាយមួយហ្វេនគាត់គាត់ស្រឡាញ់គាត់មែនទែនបន្ទាប់មកក៏គាត់ឃើញខមមិនមួយហ្នឹងដោយសារខមមិនហ្នឹងម្ចាស់ប្រេនព្រៃខគាត់បានសួរថាមានការងារនៅគាត់ចង់យកនាងមលីដោយសារគាត់ចេះឡាយអំពីគាត់ធ្លាប់ម៉ូតលេទឹកអប់ថ្ងៃហ្នឹងសំណាងមែននាងមលីគាត់មិនទាន់ធ្វើការគេគាត់ទទួលលុយបាន$10,000ហើយប្រាក់ខែ$2,000ទៀតពេលគាត់ចុះកងត្រាមួយម្ចាស់ប្រេនត្រីខត្រីសមុនចាំមើលភាគទី16ទាំងអស់គ្នា